ប់រងអាយុជីវិតទី1នៅកម្ពុជាឡើយ Subaru ជារថយន្តដែលធានាសុវត្ថិភាពជូនលោកអ្នក Subaru Confidence in Motion បាទទូរទស្សនិកជនដែលកំពុងតាមដានទស្សនាការផ្សាយផ្ទាល់ពីកម្មវិធីសន្ទនាសេដ្ឋកិច្ច CNC ជាទីគោរពបាទកម្មវិធីនេះផ្សាយជូនចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រនៅវេលាម៉ោង 3:30 នាទីរសៀលហើយចាក់ផ្សាយឡើងវិញនៅវេលាម៉ោង 8:30 នាទីយប់ហើយពេលខ្លះក៏សូមអភ័យទោសពីទស្សនិកជនផងដែរបាទដោយសារតែយើងមិនអាចគ្រប់គ្រងម៉ោងពេលឬថាចេញម៉ោង replay ម៉ោង 8 កន្លះហ្នឹងគឺថាឲ្យវាចំម៉ោង 8 កន្លះមិនបានជួនកាលទៅ delay រហូតដល់ម៉ោង 8:45 ឬក៏ម៉ោង 9 បាទនេះវាតាក់ទងនឹងផ្នែកបច្ចេកទេសបាទឥឡូវនេះសូមអញ្ជើញទស្សនិកជនជួបជាមួយវាគ្មិនចំនួន2រូបបាទទី1គឺលោកសៀងធីរិតជាប្រធាននាយកដ្ឋានកិច្ចការផ្នែកគតិយុត្តនៃគណៈកម្មការមូលបត្រកម្ពុជាបាទលោកធីរិតជំរាបសួរបាទបាទហើយវាគ្មិនមួយរូបទៀតនៅចិត្តខ្ញុំបាទនេះគឺលោកបណ្ឌិតវិនភក្តីដែលជាប្រធាននាយកដ្ឋានត្រួតពិនិត្យអន្តរការីនៃគណៈកម្មការមូលបត្រកម្ពុជាជំរាបសួរបាទលោកបណ្ឌិតបាទបណ្ឌិតវ័យក្មេងនៅបាទនៅកម្ពុជាយើងពេលបច្ចុប្បន្ននេះគឺផ្នែកវិនិយោគមានការរីកចម្រើនខ្លាំងហើយពេលខ្លះទីផ្សារហ្នឹងគឺថាវារីកចម្រើនជាងលឿនជាងច្បាប់គតិយុត្តក៏មានដែរដូច្នេះលោកធីរិតមកថ្ងៃនេះគឺត្រូវតែម្ដងព្រោះអីមានរែងកន្លែងខ្លះច្បាប់យើងមិនបានចែងធ្វើអាទីផ្សារហ្នឹងវាលូតលាស់មុនណាច្បាប់ក៏មានដែរបាទអញ្ចឹងសំណួរទី1ដំបូងនេះខ្ញុំចង់សួរខ្ញុំសូមជម្រាបទស្សនិកជនផងដែរថាថ្ងៃនេះវាគ្មិនមានចំនួន2រូបអញ្ចឹងប្រធានបទហ្នឹងក៏ចំនួន2ដែរប្រធានបទទី1និយាយអំពី CIS បើភាសាអង់គ្លេសហៅ Collection Investment Scheme បើនិយាយពីភាសាខ្មែរវិញហៅថាគម្រោងវិនិយោគរួមបាទគម្រោងវិនិយោគរួមហើយប្រធានបទទី2និយាយពី derivative រួមមិនអត់មានពាក្យរួមទេ derivative បាទន័យថាយើងប្រមូលលុយពីគម្រោងវិនិយោគរួមមកយើងយកទៅធ្វើការជួញដូរបាទជួញដូរនៅតាមទីផ្សារប្រព័ន្ធអនឡាញហ្នឹង derivative គឺមានដូចជា forex អីជាដើមនេះបាទដំបូងនេះខ្ញុំចង់សួរសំណួរទៅលោកវិនទៅបណ្ឌិតវិនភក្តីចុះ CIS ឬក៏គម្រោងវិនិយោគរួមហ្នឹងលោកអាចបញ្យល់បានទេមានន័យយ៉ាងម៉េចទៅបាទសូមអរគុណហើយជាបឋមក៏សូមថ្លែងអំណរគុណផងដែរដល់ស្ថានីយទូរទស្សន៍ CNC ដែលបានអញ្ជើញយើងខ្ញុំទាំងពីរពីគណៈកម្មការបត្តិកម្ពុជាដើម្បីបកស្រាយអំពីឬក៏ពន្យល់អំពីប្រធានបទពាក់ព័ន្ធទៅនឹងគម្រោងវិនិយោគរួមនិងឧបករណ៍និស្សិតបាទឧបករណ៍និស្សិតបាទឬក៏យើងហៅថាឧបករណ៍ derivative បាទដែលឧបករណ៍ទាំងពីរនេះក៏សិតសង្ឃជាគេហៅចាត់ចូលជាមូលបត្រផងដែរបាទអញ្ចឹងសួរថាតើអ្វីទៅជាគម្រោងវិនិយោគរួមបាទដែលយើងហៅអង់គ្លេសថា collective investment scheme បាទ collective investment scheme បាទនិយាយដោយងាយយល់ក្នុងនោះក៏យើងមានថាវិនិយោគរួមបាទគម្រោងសម្រាប់វិនិយោគរួមអញ្ចឹងមានន័យថាជាការប្រមូលមូលនិធិពីបណ្ដាវិនិយោគិនឬក៏អ្នកដែលកាន់មូលនិធិយើងមានប្រាក់តិចតួចហ្នឹងបាទមានអាចយើងយកទៅដាក់ទៅឲ្យក្រុមហ៊ុនមួយយើងហៅថាជាក្រុមហ៊ុនប្រភេទក្រុមហ៊ុនវិនិយោគបាទในក្នុងនោះខ្ញុំអាចនឹងជម្រាបជូនតាមក្រោយពីបុគ្គលដែលពាក់ព័ន្ធប៉ុន្តែនៅត្រង់នេះមានន័យថាយើងក្រុមហ៊ុនហ្នឹងគាត់បានប្រមូលមូលនិធិទាំងអស់ហ្នឹងគោលដៅចម្បងមានន័យថាយកមូលនិធិទាំងនេះគឺយកទៅវិនិយោគបន្តបាទមានថាអញ្ចឹងហើយបានជាប្រភេទមួយជាការវិនិយោគមិនផ្ទាល់ឬវិនិយោគដោយប្រយោលបាទដោយសារមានបុគ្គលម្នាក់គាត់ប្រមូលលុយពីប្រជាជនផ្សេងមកដាក់ម្ដុំហើយគាត់យកលុយម្ដុំហ្នឹងទៅវិនិយោគបន្តហើយក្នុងគោលដៅធ្វើម៉េចបានទទួលប្រាក់ចំណេញមកវិញគាត់នឹងបែងចែកទៅតាមចំណែកដែលគាត់ចូលជាមូលនិធិនោះបាទចំណែកអ្នកដែលយកលុយមកនោះចែកចំណែកបាទហើយការដែលចូលរួមជាមូលនិធិហ្នឹងមានរូបភាពមួយគេថាបង្កើតជាយន្តការមួយច្បាស់លាស់ផងដែរព្រោះថាកាលណាយើងយកលុយទៅខ្លះឧទាហរណ៍ថា$100ខ្លះ200ចុះតើយើងទទួលបានប្រាក់ចំណេញមកវិញបែងចែកយ៉ាងម៉េចបាទតាមពិតទៅគេមានយន្តការច្បាស់លាស់គឺក្រុមហ៊ុនវិនិយោគហ្នឹងគាត់នឹងបោះជា share គេហៅថាបោះជា share ឬជាហ៊ុនបោះជាហ៊ុនណាបាទបោះជាហ៊ុនហ្នឹងហើយអ្នកដែលមានលុយហ្នឹងគឺគាត់អាចយកលុយហ្នឹងទៅទិញហ៊ុនហ្នឹងបាទ
ហ៊ុនហ្នឹងមានន័យថាយើងយកលុយទៅឲ្យក្រុមហ៊ុនហ្នឹងដើម្បីយកទៅវិនិយោគបន្តហ្នឹង បាទថាទិញមួយហ៊ុនបានប្រមាណក្នុងមួយខែចំណូលវិញ2ហ៊ុនប្រមាណ3ហ៊ុន បាទគាត់ថាជាការបែងចែកឲ្យដឹងជាឯកតាឲ្យបានច្បាស់ដើម្បីងាយស្រួលក្នុងការបែងចែកប្រាក់ចំណេញត្រឡប់មកវិញ ប្រាក់ចំណេញត្រឡប់មកវិញហើយលុយដែលគាត់បានហ្នឹងគឺគាត់នឹងយកទៅវិនិយោគប្រមូលពីវិនិយោគិនហើយគាត់យកទៅវិនិយោគបន្តអាចយកទៅទិញភាគហ៊ុនអាចយកទៅទិញជាសញ្ញាប័ណ្ណបាននៅលើទីផ្សារមូលបត្រហ្នឹងហើយឬក៏អាចយកទៅទិញឧបករណ៍ derivative បាទដែលយើងនឹងឃើញនិយមន័យជាបន្តទៅបាទអញ្ចឹងបុគ្គលណាខ្លះទៅដែលពាក់ព័ន្ធអ្នកសំខាន់នៅក្នុងគម្រោងវិនិយោគរួមដែលមានន័យថាបុគ្គលដែលពាក់ព័ន្ធក្នុងការប្រមូលលុយមកដែលយើងហៅថា CIS ឬគម្រោងវិនិយោគរួមនេះបាទបុគ្គលខ្ញុំសូមជម្រាបជូននៅបុគ្គលសំខាន់ដែលពាក់ព័ន្ធទៅនឹងគម្រោងវិនិយោគរួមបុគ្គលសំខាន់នោះដែលនឹងយកមូលនិធិឬក៏លុយយើងនិយាយទៅចំគឺលុយរបស់អ្នកវិនិយោគយកទៅវិនិយោគបន្តនោះគឺយើងហៅថាជាបុគ្គលគ្រប់គ្រងមូលនិធិបាទដែលអង់គ្លេសយើងហៅថាជា fund manager បាទគាត់នឹងគាត់ជាអ្នកប្រមូលលុយបាទប្រមូលលុយពីអ្នកវិនិយោគហ្នឹងហើយគាត់នឹងយកទៅវិនិយោគចាត់ចែងប្រាក់ហ្នឹងទៅវិនិយោគបន្តបាទហើយគាត់នឹងឲ្យជាអ្នកបោះគេហៅយើងបោះ share ហ្នឹងឯងបោះ share ហ្នឹងឯងហើយបន្តទៀតគឺយើងមានបុគ្គលផ្សេងទៀតដែលយើងហៅថាជាបុគ្គលគ្រប់គ្រងទ្រព្យសម្បត្តិជំនួសបាទដល់ទូនាទីយ៉ាងម៉េចទៅដូចបញ្ជាក់នៅលើឈ្មោះអញ្ចឹងមានថាគាត់ជាអ្នកថែរក្សាទ្រព្យសម្បត្តិជំនួសឲ្យណាគេគឺជំនួសឲ្យអ្នកវិនិយោគយកលុយហ្នឹងទៅឲ្យ fund manager ឬយើងហៅថាគ្រប់គ្រងមូលនិធិប៉ុន្តែគាត់មិនបានរក្សាដោយផ្ទាល់ទេដើម្បីរក្សានៅទំនុកចិត្តបង្កើននៅទំនុកចិត្តគាត់បានយកប្រាក់នោះយកទៅឲ្យបុគ្គលមួយទៀតបាទដែលយើងហៅថាជា trustee ជាអង់គ្លេសណាតែខ្មែរយើងហៅថាជាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិជំនួសហើយគាត់នឹងហើយក៏ជាអ្នកតាមដានមើលការអនុវត្តរបស់បុគ្គលគ្រប់គ្រងមូលនិធិថាតើគាត់អនុវត្តទៅសមស្របទៅតាមឯកសារផ្ដល់ព័ត៌មានដែលគាត់ផ្សព្វផ្សាយចេញស្របទៅតាមច្បាប់ដែរទេគាត់នឹងហើយគាត់ជាអ្នកតាមដានពិនិត្យមើលជំនួសឲ្យអ្នកវិនិយោគផងដែរដើម្បីបង្កើនការទុកចិត្តបុគ្គលផ្សេងមួយទៀតនោះគឺយើងហៅថាជាក្រុមហ៊ុនចែកចាយឬក្រុមហ៊ុនទិញត្រឡប់មកវិញមានន័យថាប្រសិនបើយើងមានបំណងចង់ទិញ share ដែលបោះទៅដោយក្រុមហ៊ុនឬក៏បុគ្គលគ្រប់គ្រងមូលនិធិនោះយើងអាចទៅជួបជាមួយនឹងក្រុមហ៊ុនចែកចាយឬក៏ក្រុមហ៊ុនទិញត្រឡប់មកវិញហ្នឹងឯងបាទដើម្បីទិញបន្តពីគាត់ណាគាត់ជាអ្នកចែកចាយបាទទូនាទីរបស់គាត់បាទហើយបុគ្គលចុងក្រោយមួយទៀតគឺជាយើងហៅថាជាក្រុមហ៊ុនអភិបាលមូលនិធិបាទទូនាទីរបស់គាត់នោះគឺគាត់ជួយសម្រួលក្នុងការគ្រប់គ្រងមូលនិធិក៏ដូចជាការគណនានិងរៀបចំរបាយការណ៍ក៏ដូចជាកំណត់ត្រាផ្សេងជួយទៅដល់បុគ្គលគ្រប់គ្រងមូលនិធិបាទនេះសុទ្ធសឹងជាបុគ្គលចម្បងនៅក្នុងអាជីវកម្មគម្រោងវិនិយោគរួមបាទអរគុណលោកភក្តីហើយអំបញ្ញមិញនេះខ្ញុំចាប់អារម្មណ៍អ្នកវិនិយោគគឺខ្ញុំដូចជាមានឃើញអ្នកវិនិយោគនោះមួយចំនួនធំដែលគាត់មានលុយតិចបាទមានលុយតិចហើយគាត់ទៅចូលជាមួយគេណាវាលោកថាបោះភាគហ៊ុនទិញអ្នកមានលុយតិចទិញភាគហ៊ុនតិចមានលុយច្រើនទិញភាគហ៊ុនច្រើនអញ្ចឹងណាបាទឥឡូវនេះដល់ពេលវេនលោកធីរិតវិញម្ដងព្រោះអីលោកធីរិតនឹងគឺថានៅផ្នែកខាងច្បាប់ខាងគតិយុត្តនឹងសំខាន់ណាស់ហើយអញ្ចឹងការជួញដូរ CIS ឬក៏គម្រោងវិនិយោគរួមនេះយើងមុននឹងយើងប្រមូលលុយគេមកនឹងយើងចាំបាច់ទៅសុំច្បាប់ទម្លាប់អីគោរពច្បាប់អីយ៉ាងម៉េចទៅបាទសូមអរគុណហើយខ្ញុំសូមជម្រាបជូនផងដែរនៅក្នុងច្បាប់ស្តីពីការបោះផ្សាយនិងការជួញដូរមូលបត្រមហាជនដែលចុះថ្ងៃទី19តុលាឆ្នាំ2007បានបង្កើតនៅនិយត្តករមូលបត្រថ្មីមួយឈ្មោះថាគណៈកម្មការមូលបត្រកម្ពុជាបាទនិយត្តករថ្មីនេះយើងហៅកាត់ថាកមកបាទនៅក្នុងច្បាប់នេះក៏បានកំណត់អំពីថាអ្វីទៅគឺជាមូលបត្រហើយអញ្ចឹងរាល់បញ្ហាធាតុឧបករណ៍ហិរញ្ញវត្ថុទាំងអស់ដែលស្ថិតនៅក្រោមនិយមន័យរបស់មូលបត្រត្រូវស្ថិតនៅក្រោមនិយត្តករមូលបត្រនេះមានន័យថាគណៈកម្មការមូលបត្រកម្ពុជាដើរតួនាទីជានិយត្តករមូលបត្រក្នុងការគ្រប់គ្រងនិងត្រួតពិនិត្យលើរាល់ប្រតិបត្តិការទាំងអស់ដែលពាក់ព័ន្ធទៅនឹងអាជីវកម្មមូលបត្រជាមួយគ្នានេះផងដែរដោយសារតែគម្រោងវិនិយោគរួមដែលបានលើកឡើងមិញបន្តិចនេះថាជាផ្នែកមួយនៃមូលបត្រជាឧបករណ៍ហិរញ្ញវត្ថុមួយនៃមូលបត្រដែរអ
ចឹងមានន័យថាអាជីវកម្មទាំងអស់នេះនៅពេលដែលចង់ធ្វើត្រូវសុំអាជ្ញាប័ណ្ណពីគណៈកម្មការមូលបត្រកម្ពុជាបាទអរគុណខ្ញុំនឹងសាកសួរបន្ថែមទៀតចោះប៉ុន្តែដោយសារតែឥឡូវពេលវេលាវគ្គទី1ប៉ុន្តែសូមបន្ថែមតិចមុននឹងសម្រាប់ចេះព្រោះខ្ញុំឮលហិចលហៀងមកថាមានបងប្អូនខ្លះគាត់ទៅសុំថាសុំអត់បានហ្នឹងគិតយ៉ាងម៉េចទៅវិញបាទដោយសារច្បាប់អត់ទាន់មានឬក៏ដោយសារមូលហេតុអ្វីបាទគឺគណៈកម្មការមូលបត្រកម្ពុជាយើងមានច្បាប់ស្ដីពីការបោះផ្សាយនិងការជួញដូរមូលបត្រមហាជនយើងមានអនុក្រឹត្យស្ដីពីការអនុវត្តច្បាប់ស្ដីពីការបោះផ្សាយនិងការជួញដូរមូលបត្រមហាជនដែលតាមរយៈច្បាប់អនុក្រឹត្យនេះគឺបានកំណត់នៅលក្ខខណ្ឌធំមួយចំនួនរួចទៅហើយបាទប៉ុន្តែក៏តម្រូវឲ្យគណៈកម្មការមូលបត្រកម្ពុជាកំណត់នៅលក្ខខណ្ឌចាំបាច់លម្អិតបន្ថែមទៀតនិងនីតិវិធីដើម្បីសុំអាជ្ញាប័ណ្ណហើយបច្ចុប្បន្នគឺគមកកំពុងតែរៀបចំបទបញ្ញត្តិនេះបាទថាកំពុងតែរៀបចំបទបញ្ញត្តិនេះហើយនឹងអាចឲ្យចេញជា license អីនឹងក្នុងពេលឆាប់ខាងមុខនេះហើយចឹងបាទអរគុណបាទបងប្អូនដែលទាំងអ្នកវិនិយោគទាំងអ្នកដែលរៀបគម្រោងវិនិយោគអាចចាត់ទុកថាអ្នករៀបគម្រោងវិនិយោគចុះព្រោះអ្នកប្រមូលលុយគេមកនោះគឺថាអ្នករៀបគម្រោងវិនិយោគដែលលោកភក្តីមិញហៅភាសាបច្ចេកទេសមិញដែលម្នាក់ដែលធំអ្នកប្រមូលលុយគេនេះឈ្មោះគេហៅថាបុគ្គលគ្រប់គ្រងមូលនិធិបាទបុគ្គលគ្រប់គ្រងមូលនិធិហើយអ្នកដែលយកលុយមកដាក់ជាមួយគេសង្ឃឹមថានឹងបានផលចំណេញខ្លះប្រចាំខែទៅវិញហ្នឹងគឺថាអានឹងសិតតែអ្នកវិនិយោគហើយជួនកាលមន់លក់ទាមកពីខេត្តមកពីអីហ្នឹងក៏មកចូលរួមវិនិយោគជាមួយគេដែរព្រោះខែលោកបានលុយប្រចាំខែត្រឡប់ទៅវិញបាទនៅពេលនេះសូមការអនុញ្ញាតសម្រាប់មួយ plate សិនយើងខ្ញុំទាំង3នាក់នឹងវិលត្រឡប់មកបន្ទាប់ពីសម្រាប់បាទហ៊ុនធានារ៉ាប់រងអាយុជីវិតទី1នៅកម្ពុជាកម្ពុជា Life Subaru ជារថយន្តដែលធានាសុវត្ថិភាពជូនលោកអ្នក Subaru Confidence in Motion បាទខ្ញុំបាទជួនធូជាមួយលោកសៀងធីរិតនិងលោកបណ្ឌិតវិនភក្តី បានវិលមកជួបសារជាថ្មីហើយនៅក្នុងវគ្គទី2នេះគឺនិយាយអំពីderivative បាទឬក៏និស័នពីខ្មែរយើងមានដែរសូម្បីតែពាក្យបច្ចេកទេសដែលខ្មែរនឹងអត់តន់ចេះវិនិយោគអត់តន់អីនោះក៏មានពាក្យដែរគឺថាឧបករណ៍និស័នហើយបើភាសាបរទេសគេហៅថាឧបករណ៍ derivative អញ្ចឹងចង់ដឹងថានិស័នឬក៏ឧបករណ៍ derivative នឹងមានន័យយ៉ាងម៉េចសូមឲ្យលោកបណ្ឌិតភក្តីបាទជួយបញ្យល់មើលមានន័យយ៉ាងម៉េចហើយអាចឧទាហរណ៍ជាក់ស្ដែងថាស្រុកខ្មែរយើងមានហើយឬនៅឧបករណ៍និស័ននេះបាទសូមអរគុណនៅសំណួរនេះក៏ដូចជាខ្ញុំគិតថាទស្សនិកជនដែលតាមដានតាមកញ្ចក់ទូរទស្សន៍ CNC ក៏តែជាមានបំណងចង់ដឹងច្បាស់ដែរថាអ្វីទៅជាឧបករណ៍និស័នឬក៏យើងហៅថាជាឧបករណ៍ derivative បាទពាក្យនេះយើងបើសិនយើងស្ដាប់ទៅហាក់បីដូចជាថ្មីសម្រាប់ប្រទេសកម្ពុជាយើងគឺថាឧបករណ៍និស័នបាទ derivative មែនទែនទៅគឺសម្រាប់នៅខាងបណ្ដាប្រទេសនៅបរទេសមានថាគឺមានការជួញដូរជាយូរមកហើយណាប៉ុន្តែគ្រាន់តែនៅយើងគឺជា concept ថ្មីមួយបាទនេះគឺជាប្រភេទមូលបត្រមួយផងដែរហើយសម្ដៅនិយាយចំគឺជាកិច្ចសន្យាដែលផ្ដល់សិទ្ធិទៅឲ្យអ្នកផ្ដល់សិទ្ធិឬក៏កាតព្វកិច្ចទៅឲ្យបុគ្គលណាមួយដែលគាត់កាន់ឧបករណ៍និស័ននោះឬក៏យើងនិយាយម្យ៉ាងទៀតថាជាប្រភេទកិច្ចសន្យាទៅលើគម្លាតថ្លៃដែលភាសាអង់គ្លេសហៅថា contract for difference តែហ្នឹងក៏ចូលជាប្រភេទមួយនៃ derivative ផងដែរបាទព្រោះថាប្រភេទនៃ derivative មានច្រើនអញ្ចឹងខ្ញុំសូមកន្លែងនេះខ្ញុំសូមលើកជាឧទាហរណ៍ពន្យល់ហើយក៏ដូចជាចង់បង្ហាញផងដែរថាការជួញដូរនៃឧបករណ៍ derivative នេះគឺយើងអាចបែងចែកជាពីរធំគឺមានការជួញដូរនៅក្នុងទីផ្សារក្រៅប្រព័ន្ធដែលយើងហៅថាជាប្រភេទទីផ្សារ OTC បាទនិងប្រភេទទីផ្សារមួយទៀតគឺទីផ្សារក្នុងប្រព័ន្ធដែលយើងហៅថាជា organized market បាទក្នុងនោះជាទូទៅសម្រាប់ការជួញដូរឧបករណ៍ derivative នៅក្នុងទីផ្សារក្នុងប្រព័ន្ធគឺយើងជាទូទៅយើងនឹងឃើញមានប្រភេទឧបករណ៍ដូចជា
យើងហៅថាកិច្ចសន្យាអនាគតដែលភាសាអង់គ្លេសហៅថា future contract ហើយនឹង option contracts ដែលជាយើងហៅថាកិច្ចសន្យា option ពី option ជាភាសាអង់គ្លេសនេះយើងអាចនិយាយទៅងាយយល់គឺជាជំរើសបាទជាជំរើសអញ្ចឹងខ្ញុំសូមលើកឧទាហរណ៍អំពី option contract មួយចុះដើម្បីឲ្យងាយស្រួលយល់តើជួញដូរយ៉ាងម៉េចតើគឺយើងបង្កើតបានយ៉ាងម៉េចមានថាពេលដែលយើងបង្កើត contract មួយហ្នឹងគឺតម្លៃរបស់កិច្ចសន្យា option ហ្នឹងគឺផ្អែកទៅលើថ្លៃនៃមូលបត្រដើមបាទដែលមូលបត្រដើមនោះយើងអាចចាត់ចូលថាជាភាគហ៊ុនឬក៏សញ្ញាប័ណ្ណឬក៏អាចផ្អែកទៅលើតម្លៃជាលោហៈធាតុមានតម្លៃផ្សេងទៀតបាទដូចជាប្រេងឆៅដូចជាលោហៈសំទុះដូចជាមាសបាទឬក៏យើងអាចថា commodity មានប្រេងឆៅមានអីចឹងបាទដែលការបង្កើតនោះមានតែយ៉ាងម៉េចយើងបង្កើតឡើងដើម្បីទប់ទល់នឹងហានិភ័យឧទាហរណ៍ថាឥឡូវលោកជុនធូគាត់បានទិញភាគហ៊ុនមកហើយបាទបានទិញភាគហ៊ុនហ្នឹងមកប៉ុន្តែគិតថាចង់លក់វិញក្នុងតម្លៃរៀងខ្ពស់បាទកាលណាចង់លក់តម្លៃខ្ពស់ហើយប៉ុន្តែតម្លៃអាចប្រែប្រួលនាពេលអនាគតបាទអញ្ចឹងក៏ចង់បង្កើតជាកិច្ចសន្យាមួយយើងហៅថា option ហ្នឹង contract option contract ហ្នឹងដោយសរសេរកិច្ចសន្យាហ្នឹងថានឹងអ្នកដែលកាន់កិច្ចសន្យាហ្នឹងនឹងត្រូវនឹងមានសិទ្ធិទិញពីលោកជួនធូនៅបាត់បរិមាណភាគហ៊ុនប៉ុណ្ណាហើយនឹងថ្លៃប៉ុណ្ណាដែលមានចែងកិច្ចសន្យាហ្នឹងអញ្ចឹងមានថានៅក្នុងហ្នឹងគឺយើងមានថ្ងៃការកំណត់មួយដែលយើងហៅថាជា expiration date អញ្ចឹងមុនថ្ងៃការកំណត់ហ្នឹងមានន័យថាបុគ្គលដែលកាន់កិច្ចសន្យាដែលលោកជួនធូគាត់បានសរសេរទៅហ្នឹងគាត់មានសិទ្ធិទិញពីលោកជួនធូក្នុងតម្លៃដូចមានចែងនៅក្នុងកិច្ចសន្យាហ្នឹងឯងនេះគឺជាជំរើសប្រសិនបើឧទាហរណ៍ថាថ្លៃភាគហ៊ុនមានការធ្លាក់ចុះហើយក្នុងកិច្ចសន្យានេះយើងចែងថាឧទាហរណ៍ថាលោកជួនធូចង់លក់មួយហ៊ុន$1ប៉ុន្តែស្រាប់តែនៅលើទីផ្សារមួយហ៊ុនកន្លះ$អញ្ចឹងមានថាអ្នកកាន់ option contract ហ្នឹងគាត់មានសិទ្ធិថាគាត់អនុវត្តសិទ្ធិរបស់គាត់ឬក៏អត់បើសិនជាគាត់អនុវត្តសិទ្ធិមានថាគាត់ត្រូវទិញពីលោកជួនធូចំនួនឧទាហរណ៍ថាលោកជួនធូសរសេរថាចង់លក់100ហ៊ុនក្នុងតម្លៃ$1ក្នុង1ហ៊ុនបាទអញ្ចឹងបើសិនជាគាត់ទិញគាត់ត្រូវលក់លើទីផ្សារតែកន្លះ$បាទអញ្ចឹងក្នុងករណីនេះគាត់ខាតកាលណាគាត់ខាតអញ្ចឹងគាត់មានសិទ្ធិថាគាត់មិនអនុវត្តសិទ្ធិរបស់គាត់ទេអញ្ចឹងមានថាគាត់អត់ទិញភាគហ៊ុនហ្នឹងពីលោកជួនធូទេបាទលើចេះដោយសារតែខ្ញុំគិតថាពិបាកខ្ញុំនិយាយចេះមកសួរផ្លូវកាត់ឥឡូវនេះខ្ញុំនៅស្រុកខ្មែរយើងនឹងមានក្មេងៗច្រើនគេថាគេរៀនវិនិយោគតាមប្រព័ន្ធអនឡាញគេទិញ foreign exchange គេដូរលុយតាមប្រព័ន្ធអនឡាញគេទិញថោកលក់ថ្លៃហើយគេទិញប្រេងមាសអីចឹងគេវិនិយោគនៅក្នុងហ្នឹងប៉ុន្តែអត់មានបានដុំមាសដុំអីមកទេបានតែទូលេខតែប៉ុណ្្នឹងឯងអញ្ចឹងណាហើយអញ្ចឹងអាហ្នឹងយ៉ាងម៉េចអាហ្នឹងចង់និយាយអាហ្នឹងឬក៏ចង់និយាយយ៉ាងម៉េចបាទនេះគឺជាប្រភេទ derivative ដូចខ្ញុំបានជម្រាបខាងលើអញ្ចឹងប្រភេទ derivative គឺមានច្រើនបាទមានច្រើនខ្ញុំជម្រាបជូនមិញគឺជាប្រភេទមួយដែលយើងអាចជួញដូរបាននៅក្នុង organized market នៅក្នុងទីផ្សារផ្លូវការប៉ុន្តែប្រភេទដែលយើងជួញដូរ forex ដូចជាជួញដូរទៅលើ goldអានោះវាចូលប្រភេទទីផ្សារមួយទៀតវាភាគច្រើនចង់និយាយថាភាគច្រើនវាអាចភាគតិចគេជួញដូរនៅក្នុង organized market ប៉ុន្តែភាគច្រើនគេជួញដូរនៅក្នុង OTC market បាទទីផ្សារក្រៅប្រព័ន្ធបាទប្រភេទនោះគឺយើងចាត់ចូលជា derivative ដែរ derivative បាទ derivative ដែរហើយការជួញដូរដូចជាឧទាហរណ៍ថាយើងជួញដូរភាគច្រើនទៅលើហាងឆេងទេមិនមែនហាងឆេងបាទមិនមែនយើងឃើញមាសទាំងដុំយកមកទេបាទមែនតើគ្រាន់តែជាតួលេខហើយដែលយើងពេលដែលយើងទិញនោះឧទាហរណ៍ឥឡូវលោកជួនធូចង់ទិញប្រាក់$បាទយកមកទុកដោយរំពឹងថាប្រាក់$នោះនឹងឡើងថ្លៃបាទអញ្ចឹងទិញយកមកទុកអញ្ចឹងកាលណាយើងទិញអញ្ចឹងមានន័យថាយើងមិនចាំបាច់ត្រូវចំណាយច្រើនឧទាហរណ៍ចង់ទិញ$10000យកមកទុកបាទហើយឥឡូវលោកជួនធូមានឧទាហរណ៍ថាប្រើលុយជាយូរ៉ូដើម្បីទិញលុយ$វិញបាទអញ្ចឹងមិនចាំបាច់ប្រើរហូតដល់$10000ពេញទេដើម្បីទិញហ្នឹងអញ្ចឹងយើងអាចក្នុងនោះគេហៅថាមាន margin លក្ខខណ្ឌតម្រូវ margin ជាភាគរយបាទទៅតាមការកំណត់ជាក់ស្ដែងបាទឥឡូវចេះសុំកាត់បណ្ឌិតតិចចាស់លោកបណ្ឌិតតិចតើបុគ្គលណាខ្លះដែរដែលជាប់ពាក់ព័ន្ធទៅក្នុងរឿងឧបករណ៍ Nissan នេះនៅស្រុកខ្មែរយើងអាចលើកឧទាហរណ៍ខ្លះបាទបាទមុននឹងបញ្ជាក់ហ្នឹងខ្ញុំសូមចប់បន្តិចដែរព្រោះថាមិញហ្នឹងគឺយើងនិយាយអំពី
forex នោះគឺយើងចង់សម្ដៅទៅលើដែលហៅកិច្ចសន្យាទៅលើកម្រិតថ្លៃហ្នឹងឯងពេលដែលគេទូទាត់ពេលដែលលោកជូនធូធ្វើការជួញដូរហើយចំណេញគឺគេជួញដូរគេទូទាត់ឲ្យលោកជូនធូវិញគឺនៅលើកម្រិតនៃប្រាក់ចំណេញនោះតែប៉ុណ្្នឹងទេបាទហើយចំពោះដែលបុគ្គលដែលពាក់ព័ន្ធនៅក្នុងអាជីវកម្មឧបករណ៍ derivative នេះគឺយើងមានបុគ្គលមួយចំនួនដែលសំខាន់ដែលក្នុងនោះយើងហៅថាជាបុគ្គលក្រុមហ៊ុនដៃគូកណ្ដាលដែលគាត់ដើរតួជាអ្នកទិញឬលក់ជាមួយនឹងអ្នកវិនិយោគឬក៏យើងហៅថាជាអតិថិជនក្នុងជាមួយគ្នានេះដើម្បីជួញដូរយើងក៏ត្រូវការឈ្មួញក្រុមហ៊ុនឈ្មួញជើងសារឧបករណ៍និស្សិតនឹងផងដែរដែលនៅក្នុងក្រុមហ៊ុនឈ្មួញជើងសារនោះយើងទាមទារឲ្យមានគេហៅថាភ្នាក់ងារក្រុមហ៊ុនឈ្មួញជើងសារហ្នឹងជាភ្នាក់ងារជាបុគ្គលឬបុគ្គលដែលធ្វើការទំនាក់ទំនងផ្ទាល់ជាមួយនឹងអតិថិជនឬក៏វិនិយោគិនដែលមានបំណងចង់ជួញដូរបាទអរគុណបាទឥឡូវខ្ញុំដោយសារវាតាក់ទងផ្នែកផ្លូវច្បាប់អញ្ចឹងលោកធីរិតតាក់ទងនឹងរឿងការចង់និយាយថាតើបុគ្គលដែលពាក់ព័ន្ធនឹងឧបករណ៍ Nissan ឬក៏ derivative ដែលគាត់ជួញដូរដូចជាតាមប្រព័ន្ធអនឡាញដែលយើងមានស្រុកខ្មែរយើងក៏មានដែរហ្នឹងអានឹងយើងចាំបាច់ត្រូវសុំអាជ្ញាប័ណ្ណទេបាទឬក៏បើសុំទៅសុំកន្លែងណាបាទអរគុណច្រើនបាទខ្ញុំសូមជម្រាបជូនសាធារណជនជ្រាបផងដែរថាតាក់ទងជាមួយនឹងឧបករណ៍ Nissan នេះដូចលើកទីហោថាដូចជាការជួញដូរលើហាងឆេងមាសហាងឆេងរូបិយប័ណ្ណហាងឆេងប្រេងឬក៏ commodity ឬក៏កិច្ចសន្យាគម្លាតថ្លៃអីហ្នឹងគឺទាំងអស់នេះយើងចាត់ទុកថាជាប្រភេទមួយនៃឧបករណ៍ Nissan ហើយដែលឧបករណ៍ Nissan នេះជាប្រភេទមួយនៃឧបករណ៍ដែលជាឧបករណ៍ហិរញ្ញវត្ថុដែលចាត់ទុកជាប្រភេទមួយនៃមូលបត្រតាមច្បាប់ស្តីពីការបោះផ្សាយនៃការជួញដូរមូលបត្រមហាជនគឺត្រូវស្ថិតនៅក្រោមគណៈកម្មការមូលបត្រកម្ពុជាមានន័យថានៅក្នុងករណីនេះដើម្បីធ្វើអាជីវកម្មទៅលើការជួញដូរឧបករណ៍ Nissan នេះបានគឺចាំបាច់ត្រូវសុំការអនុញ្ញាតពីគណៈកម្មការមូលបត្រកម្ពុជាដែលជាអាជ្ញាធរបាទអរគុណឥឡូវនេះយើងឃើញថាស្រុកខ្មែរយើងចាំមើលឃើញទីផ្សារហ្នឹងវារីកដុះដាលណាហើយតើគណៈកម្មការមូលបត្រមានចំណាត់ការយ៉ាងម៉េចដែរព្រោះលោកធរិតមានប្រសាសន៍ខាងដើមថាច្បាប់យើងទៅមករៀបចំទេប៉ុន្តែមានអ្នកប្រតិបត្តិការទីផ្សារនោះបាត់ទៅហើយអញ្ចឹងតើក្នុងនាមគណៈកម្មការមូលបត្រទៅជាបញ្ញត្តិករនឹងគិតយ៉ាងម៉េចទៅវិញបាទតកតងនឹងចំណុចនេះដោយសារដើម្បីការពារផលប្រយោជន៍របស់សាធារណជនជាពិសេសអ្នកដែលបានដាក់ទុនមកវិនិយោគនោះគឺគណៈកម្មការមូលបត្រកម្ពុជាក៏បានចេញសេចក្តីជូនដំណឹងបាទដែលនៅថ្មីនេះគឺមានសេចក្តីជូនដំណឹងលេខ296កមកសចនចុះថ្ងៃទី4ធ្នូឆ្នាំ2013សូមជូនដំណឹងសូមអានតែម្ដងបាទសូមជឿតាមរយៈសេចក្តីជូនដំណឹងនេះគណៈកម្មការមូលបត្រកម្ពុជាបានសូមឲ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអាជីវកម្មទាំងពីរប្រភេទនេះបាទចឹងខ្ញុំសូមអានសេចក្តីជូនដំណឹងនេះជូនគណៈកម្មការមូលបត្រកម្ពុជាហៅកាត់កមកគឺជានាយកមូលបត្រដែលមានតួនាទីគ្រប់គ្រងនិងត្រួតពិនិត្យលើរាល់សកម្មភាពពាក់ព័ន្ធនឹងវិស័យមូលបត្រនៅក្នុងប្រជាណាចក្រកម្ពុជាកមកសូមជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថានាពេលថ្មីនេះមានក្រុមហ៊ុនមួយចំនួនបាននឹងកំពុងធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មតាមបណ្ដាញផ្សព្វផ្សាយនានានិងប្រើប្រាស់ប្រព័ន្ធតាក់ទាញអតិថិជនជាបណ្ដាញដើម្បីប្រមូលមូលនិធិវិភាគទានពីសាធារណជនហើយគ្រប់គ្រងមូលនិធិទាំងនោះដើម្បីប្រើប្រាស់ក្នុងការវិនិយោគផ្សេងជំនួសដោយសន្យាផ្ដល់ជូនអ្នកវិនិយោគទាំងនោះវិញនៅផលប្រយោជន៍ជាកម្រៃហិរញ្ញវត្ថុប្រចាំខែដែលការនេះគឺជាផលប្រយោជន៍ក្នុងគម្រោងវិនិយោគរួមហើយក៏មានក្រុមហ៊ុនមួយចំនួនទៀតបានធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មនិងអញ្ជើញសាធារណជនឲ្យធ្វើការជួញដូរលើឧបករណ៍ Nissanដូចជាការជួញដូរលើហាងឆេងមាសហាងឆេងរូបិយប័ណ្ណហាងឆេងប្រេងឆៅសន្ទុះមូលបត្រកិច្ចសន្យាទូទាត់លើគម្លាតនៃថ្លៃនិង commodity ជាដើមដែលឧបករណ៍ហិរញ្ញវត្ថុទាំងនេះគឺជាប្រភេទមួយនៃមូលបត្រអនុលោមតាមច្បាប់ស្តីពីការបោះផ្សាយនិងការជួញដូរមូលបត្រមហាជនក្រុមហ៊ុនទាំងនេះបានលួចធ្វើអាជីវកម្មដែលសកម្មភាពអាជីវកម្មជួញដូរឧបករណ៍ Nissan និងគម្រោងវិនិយោគរួមទាំងនេះមិនទាន់មានអាជ្ញាប័ណ្ណត្រឹមត្រូវពីកមកឡើយដើម្បីលើកកម្ពស់ការគ្រប់គ្រងទីផ្សារមូលបត្រឲ្យមានប្រសិទ្ធភាពនិងជំរុញការអភិវឌ្ឍទីផ្សារមូលបត្រការជួញដូរលើឧបករណ៍ Nissan និងការធ្វើអាជីវកម្មលើគម្រោងវិនិយោគរួមឲ្យមានសណ្ដាប់ធ្នាប់និងរបៀបរៀបរយក្នុងគោលដៅការពារផលប្រយោជន៍វិនិយោគិនសាធារណៈសូមសាធារណជនមេត្តាប្រុងប្រយ័ត្ននិងផ្ដល់កិច្ចសហការព្រមទាំងផ្ដល់ព័ត៌មានមកនាយកដ្ឋានកិច្ចការគតិយុត្តនៃគណៈកម្មការមូលបត្រកម្ពុជា
តាមរយៈទូរស័ព្ទលេខ023 885 611ទូរស័ព្ទលេខ023 885 622 ឬសារអេឡិចត្រូនិក legal@aecc.gov.kh ឬនៅទីស្នាក់ការគណៈកម្មការមូលបត្រកម្ពុជាដោយផ្ទាល់តាមរយៈទីស្នាក់ការអគារលេខ99ផ្លូវលេខ598សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញក្នុងករណីពិនិត្យឃើញមានសកម្មភាពអាជីវកម្មដោយបានរៀបរាប់ខាងលើរាជធានីភ្នំពេញថ្ងៃទី4ខែធ្នូឆ្នាំ2013គណៈកម្មការមូលបត្រកម្ពុជាបាទអរគុណលោកធិរិតបាទឥឡូវឧបមាថាបងប្អូនទស្សនិកជនគាត់មើលលោកធិរិតអានណាគាត់បានស្ដាប់ហើយគាត់ឆ្ងល់ចេះវិញគាត់ឆ្ងល់ថាឥឡូវគាត់បង្កើតជាចំនួនទៅហើយជាក្រុមហ៊ុនទៅហើយអញ្ចឹងណាអញ្ចឹងទៅគាត់ក៏ចង់បានមានការគ្រប់គ្រងពីរដ្ឋាភិបាលឲ្យបានលឿនក៏ចង់បង់ពន្ធជូនរដ្ឋអីចឹងដែរអញ្ចឹងណាអញ្ចឹងតើត្រូវធ្វើម៉េចដើម្បីឲ្យគាត់នឹងឲ្យវាត្រូវច្បាប់ទៅវិញអញ្ចឹងណាព្រោះទៅគាត់ចង់ថានៅក្នុងប្រទេសមួយត្រូវការគោរពច្បាប់អញ្ចឹងដើម្បីគោរពឲ្យត្រឹមត្រូវល្អហ្នឹងលោកធិរិតអាចឲ្យដំបូន្មានយ៉ាងម៉េចទៅបាទបាទតកតងមួយចំណុចនេះខ្ញុំជម្រាបជូនផងដែរថាបច្ចុប្បន្នដូចក្នុងអាជីវកម្មលើគម្រោងវិនិយោគរួមដែរបាទចំពោះអាជីវកម្មលើឧបករណ៍និស្សិតឬក៏ឧបករណ៍ derivative នេះគណៈកម្មការមូលបត្រកម្ពុជាក៏កំពុងតែតាក់តែងសេចក្តីព្រៀងបាទបទបញ្ញត្តិនេះដើម្បីឈានទៅដល់ការកំណត់អំពីលក្ខខណ្ឌនិងនីតិវិធីលម្អិតដែលមានចែងនៅក្នុងច្បាប់និងក្នុងអនុក្រឹត្យរួចហើយមានន័យថាយើងមានច្បាប់គ្រប់គ្រងរួចហើយអាជីវកម្មទាំងឡាយណាដែលធ្វើដោយគ្មានអាជ្ញាប័ណ្ណពីគមកឬគ្មានការអនុញ្ញាតពីគមកទៅលើអាជីវកម្មគម្រោងវិនិយោគរួមនិងអាជីវកម្មលើឧបករណ៍និស្សិតឬ derivative នេះគឺច្បាប់បានកំណត់អំពីទោសទណ្ឌមានន័យថាត្រូវផ្ដន្ទាទោសទៅតាមច្បាប់បាទអញ្ចឹងគ្រាន់តែច្បាប់កំណត់អំពីទោសទណ្ឌប៉ុន្តែគ្រាន់តែទុកលទ្ធភាពឲ្យអនុក្រឹត្យដើម្បីកំណត់អំពីលក្ខខណ្ឌបន្ថែមហើយអនុក្រឹត្យក៏ទុកលទ្ធភាពដើម្បីឲ្យប្រកាសដើម្បីកំណត់នៅលក្ខខណ្ឌមួយចំនួនបន្ថែមទៀតដើម្បីជាពិសេសរួមទាំងនីតិវិធីដើម្បីធ្វើយ៉ាងណាគ្រប់គ្រងដំណើរការទីផ្សារនេះឲ្យមានប្រសិទ្ធភាពខ្ពស់បាទអរគុណហើយឥឡូវខ្ញុំឮដំណឹងក្រៅផ្លូវការដូចជាថារដ្ឋាភិបាលនឹងមានច្បាប់ទម្លាប់អីត្រឹមត្រូវនឹងចាប់ផ្ដើមឲ្យចេញអាជ្ញាប័ណ្ណអីនៅពេលខាងមុខឆាប់នេះនៅពេលណាដែរអាចបញ្យល់បញ្ជាក់បានទេបាទជាធម្មតាគឺគមកបានខិតខំប្រឹងប្រែងដុតដៃដុតជើងដើម្បីស្ទុះស្ទាធ្វើយ៉ាងម៉េចឲ្យមានបទបញ្ញត្តិទៅតាមការគ្រោងទុកដោយដែលបានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុឆ្នាំ2011-2020បាទដែលយើងនឹងអនុវត្តតាមផែនការយុទ្ធសាស្ត្រនេះបាទអរគុណលោកធិរិតក៏ដូចជាអរគុណលោកបណ្ឌិតភក្តីបាទដោយសារតែពេលវេលាដល់ទីកំណត់ហើយព័ត៌មានថ្ងៃនេះគឺមានសារៈសំខាន់សម្រាប់ជាការយល់ដឹងសម្រាប់វិនិយោគិនបាទវិនិយោគិនឬជាពិសេសបងប្អូនក្មេងៗដែលចេញពីសាលានេះគឺថាស្វែងរកការវិនិយោគនៅតាមប្រព័ន្ធអនឡាញឬក៏ជួញដូរមាសជួញដូរលុយជួញដូរនៅតាមប្រព័ន្ធអនឡាញមានខ្លះទីគេហៅ forex បាទ forex នេះ foreign exchange នេះនឹងអាចយល់ដឹងអំពីច្បាប់ហើយអ្នកដែលប្រកបមុខរបរនឹងត្រូវធ្វើយ៉ាងណាស្វែងយល់អំពីច្បាប់ដើម្បីគោរពច្បាប់ឲ្យបានត្រឹមត្រូវបើសិនជាមិនបានគោរពច្បាប់ទេបើនៅបរទេសគេថាអ្នកដែលអត់គោរពច្បាប់គឺអត់មានគេឈ្មោះទេគេថាតើគោរពច្បាប់ល្អត្រឹមត្រូវអានឹងបានមានគេឈ្មោះឬក៏ម៉ាកយីហោហើយក្រុមហ៊ុននឹងលក់ផលិតផលបានថ្លៃទៀតបើន័យថាវាគេឈ្មោះការឡើងផលិតផលក៏វាឡើងថ្លៃតាមគេឈ្មោះចឹងដែរបាទហើយសូមអភ័យទោសបាទចំពោះការខុសឆ្គងដល់ចេតនាសម្រាប់ពេលនេះយើងខ្ញុំទាំង3នាក់បាទសូមជម្រាបលាពីទស្សនិកជនតែត្រឹមនេះ